នេះពុកម៉ែបងប្អូនឃើញទេបាទអានេះគេហៅថាស្នាមលាក់បាទលាក់យកបថៅកាប់វាគេហៅថាឡើយនេះគេហៅប៉ាពុកម៉ែបងប្អូនហ្នឹងហើយអ្នកឡើងក្លឹមក៏ស្គាល់ហើយអញ្ចឹងពេលដែលគេដើរឃើញអញ្ចឹងដើមនៅខ្ចីគេច្រើនតែលាក់នេះក្នុងគល់ក៏មានដែរគេកាប់វាអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយគេមានប៉ាសម័យប៉ាបុរាណគេណាពុកម៉ែបងប្អូនហ្នឹងហើយតាមខ្ញុំធ្លាប់ឮបងប្អូនដែលគាត់ឡើងក្លឹមខ្ញុំសភាគាត់ហ្នឹងក៏គាត់ធ្លាប់និយាយប្រាប់ខ្ញុំឥឡូវនេះខ្ញុំបានមកឃើញផ្ទាល់ផ្នែកខ្លួនឯងហើយនេះគឺជាដើមក្លឹមច័ន្ទគ្រឹស្នាហើយមានកាប់ដើម្បីឲ្យវាដំបៅទៅគឺក្លឹមគឺចាប់នៅនឹងដើមនឹងតែម្ដងកន្លែងដែលមុខកន្លែងគេកាប់ហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយបើសិនជាយើងទុកឲ្យវាធម្មជាតិគឺវាអត់មានក្លឹមឲ្យយើងទេបាទអញ្ចឹងដើមនេះគឺថាអភ័ព្វណាស់ពុកម៉ែបងប្អូនអភ័ព្វយ៉ាងម៉េចបងប្អូនអ្នកដើរព្រៃអ្នករកក្លឹមតែមកឃើញគឺកាប់ហើយពុកម៉ែបងប្អូនហ្នឹងហើយគឺជាដើមឈើមួយដែលរងការឈឺចាប់ជាងគេនេះហើយគឺជាដើមក្លឹមច័ន្ទគ្រឹស្នាដែលជាដើមឈើមួយកម្រហើយមានតម្លៃថ្លៃមែនទែនបាទសឹងតែ1គីឡូអាចទិញដូរអាចទិញឡានទំនើបបានមួយគ្រឿងពុកម៉ែបងប្អូនហ្នឹងហើយផ្លោះក្រិចរបួសកោះមុតរលាកស្បែកគៀបនឹងទ្វារបង្អួចជំពប់ជើងឈាមប្រេងកូឡារ៉ាម៉ាឌីកាអាចជួយលោកអ្នកបានប្រេងកូឡារ៉ាម៉ាឌីកាប្រសិទ្ធភាពពូកែស័ក្តិសិទ្ធិចាំបាច់ត្រូវមានក្នុងក្រុមគ្រួសារទំនាក់ទំនងទិញតាមលេខទូរស័ព្ទ012 98 1125 015 98 1125និង088 898 1125សូមគោរពជំរាបសួរពុកម៉ែបងប្អូនយើងតែទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទភ្នំប៉នតាម TV បានកំពុងតែមានវត្តមាននៅព្រៃសហគមន៍មួយកន្លែងហើយខ្ញុំចង់បង្ហាញរុក្ខជាតិមួយយ៉ាងទៅកាន់ពុកម៉ែបងប្អូនដែលមានជាប្រភេទដើមឈើដែលកម្របាទហើយមានប្រវត្តិតាក់ទងជាមួយនឹងអីគេហៅជលីគ្រឹស្នាណាពុកម៉ែបងប្អូនដែលតាគេហៅតាជូជក់បាទតាជូជក់វាយទៅក៏ស្រកឈាមទៅនឹងដីទៅក៏កើតជាដើមឈើនឹងតាមតែចាស់គាត់ដំណើរតគ្នាដែលវារាប់រយតាំងពីចំនួនព្រះណាពុកម៉ែបងប្អូនហ្នឹងហើយរឿងហ្នឹងគឺខ្ញុំពុកម៉ែបងប្អូនប្រហែលជាធ្លាប់ឮហើយដើមហ្នឹងគឺជាប្រភេទដើមដែលគេពីច្រើននេះដុះតាមព្រៃភ្នំជ្រៅហើយឥឡូវនេះក៏មានពុកម៉ែបងប្អូនគាត់ដាំជាចំការដែរបាទហើយនេះគឺខ្ញុំបានមកធ្វើដំណើរក្នុងព្រៃសហគមន៍នេះក៏ខ្ញុំបានជួបដើមមួយដើមបាទហើយក៏ចង់បង្ហាញពុកម៉ែបងប្អូនមកឲ្យបានទស្សនាទាំងអស់គ្នានេះពុកម៉ែបងប្អូនឃើញស្លឹកទេនេះឃើញទេពុកម៉ែបងប្អូនណាដែលគាត់ធ្លាប់ដើរព្រៃច្រើនគឺគាត់តែឃើញពេលហ្នឹងគាត់ស្គាល់ហើយថាដើមអីបាត់ហើយហ្នឹងហើយអញ្ចឹងកុំឲ្យបងប្អូនតឹងរង់ចាំយូរជាតែឆ្ងល់ថាដើមអីអញ្ចឹងខ្ញុំប្រាប់តែម្ដងទៅនេះគឺជាដើមក្លឹមច័ន្ទគ្រឹស្នាណាពុកម៉ែបងប្អូនហ្នឹងហើយដើមក្លឹមច័ន្ទគ្រឹស្នាខ្មែរយើងហើយជាដុះដោយធម្មជាតិពុំមែនជាដាក់គេដាក់ដាំនៅតាមចំការតាមអីទេនេះគឺវាដុះដោយធម្មជាតិបាទក្លឹមច័ន្ទគ្រឹស្នានេះគឺជាប្រភេទឈើដ៏កម្រហើយជាប្រភេទឈើដែលមានតម្លៃថ្លៃពុកម៉ែបងប្អូនហ្នឹងហើយគេតែងតែយកក្លឹមវាទៅធ្វើជារបស់ប្រើប្រាស់សម្រាប់គ្រឿងក្អូបធ្វើជាមេទឹកអប់ធ្វើជាផ្សេងទៀតបើនិយាយពីតម្លៃដែលបរទេសគាត់ចូលចិត្តទិញណាគេជាពិសេសបែកខាងអារ៉ាប់រួមបាទអារ៉ាប់រួមគឺគាត់ចូលចិត្តមកទិញពីខ្មែរយើងដោយសារតែក្លឹមរបស់ខ្មែរយើងគឺមានជាតិជ័រដិតខ្លាំងប្រេងគឺក្អូបខ្លាំងអត់ដូចជាតាមប្រទេសនានាដូចជាម៉ាឡេដូចជាប្រទេសផ្សេងបាទនៅបើយើងមិននិយាយដល់ប្រទេសគេទេតែបើនិយាយពីក្លឹមប្រភេទក្លឹមច័ន្ទគឺនៅស្រុកខ្មែរយើងគឺជាប្រភេទក្លឹមដែលមានប្រេងល្អប្រេងក្អូបឈ្ងុយជាងគេនៅលើពិភពលោកហ្នឹងហើយបរទេសគឺគាត់ទទួលស្គាល់ថាជាក្លឹមច័ន្ទនៅស្រុកខ្មែរយើងនេះឯងហើយថ្ងៃនេះខ្ញុំបានមកធ្វើដំណើរនេះក៏ចៃដន្យអីជួបម្ដងពុកម៉ែបងប្អូននេះមែកទូមកអញ្ចឹងក៏បីខ្ញុំអត់បានចាប់អារម្មណ៍ដែរក៏បានបងកាមេរ៉ាក៏ជួយប្រាប់ខ្ញុំមិនជាអ្នកស្គាល់ច្បាស់ប្រហែលដែរទេហ្នឹងហើយក៏មើលតាមគាត់ដែរហ្នឹងហើយបានគាត់ប្រាប់ហើយក៏បង្ហាញទៅពុកម៉ែបងប្អូនទៅហ្នឹងហើយបើនិយាយពីតម្លៃក្លឹមវិញពុកម៉ែបងប្អូនចន្លោះពីបើគេថាឈើមានប្រភេទឈើគេដែរហ្នឹងហើយមានប្រភេទឈើលេខ1លេខ2អញ្ចឹងណាពុកម៉ែបងប្អូននិយាយស្រួលស្ដាប់ហ្នឹងហើយលេខ1វាអាចមានតម្លៃខ្ទង់1គីឡូខ្ទង់ដល់$10,000ក៏មានដែរពុកម៉ែបងប្អូនគឺថ្លៃមែនតើហើយពិបាករកណាអានេះគឺនៅក្នុងព្រៃសហគមន៍នេះប្រហែលជាមានមួយដើមឬក៏ពីរដើមដែរហ្នឹងហើយហើយជាគេទុកដែរទេណាពុកម៉ែបងប្អូនហើយក្លឹមនេះប្រកាសបញ្ជាក់ពុកម៉ែបងប្អូនថាធ្លាប់មានមនុស្សឃើញហើយមិនបានខ្ញុំដឹងថាមានមនុស្សឃើញពុកម៉ែបងប្អូនឥឡូវខ្ញុំបង្ហាញពុកម៉ែបងប្អូនតែម្ដងទៅកន្លែងសម្គាល់ថាមានមនុស្សឃើញគឺវាមានកន្លែងរបស់គេនេះពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនឃើញទេបាទអានេះគេហៅថាស្នាមលាក់បាទលាក់យកបថៅកាប់វាគេហៅថាឡើយនេះគេហៅប៉ាពុកម៉ែបងប្អូនហ្នឹងហើយអ្នកឡើងក្លឹមក៏ស្គាល់ហើយអញ្ចឹងពេលដែលគេដើរឃើញអញ្ចឹងដើមនៅខ្ចីគេច្រើនតែលាក់នេះក្នុងគល់ក៏មានដែរគេកាប់វាអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយគេមានប៉ាសម័យប៉ាបុរាណគេណាពុកម៉ែបងប្អូនហ្នឹងហើយ
តាមខ្ញុំធ្លាប់ឮបងប្អូនដែលគាត់ឡើងក្លឹមខ្ញុំសភាគាត់ហ្នឹងក៏គាត់ធ្លាប់និយាយប្រាប់ខ្ញុំឥឡូវនេះខ្ញុំបានមកឃើញផ្ទាល់ភ្នែកខ្លួនឯងហើយនេះគឺជាដើមក្លឹមច័ន្ទគ្រឹស្ណាហើយមានកាប់ដើម្បីឲ្យវាដំបៅទៅគឺក្លឹមគឺចាប់នៅនឹងដើមនឹងតែម្ដងកន្លែងដែលមុខកន្លែងគេកាប់ហ្នឹងបងប្អូនហ្នឹងហើយបើសិនជាយើងទុកឲ្យវាធម្មជាតិគឺវាអត់មានក្លឹមឲ្យយើងទេបាទអញ្ចឹងដើមនេះគឺថាអភ័ព្វណាស់បងប្អូនអភ័ព្វយ៉ាងម៉េចបងប្អូនអ្នកដើរព្រៃអ្នករកក្លឹមតមកឃើញគឺកាប់ហើយបងប្អូនហ្នឹងហើយគឺជាដើមឈើមួយដែលរងការឈឺចាប់ជាងគេហ្នឹងហើយបើសិនជាអត់កាប់ទេគឺវាអត់បានក្លឹមអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងមកមួយអញ្ចឹងទៅកាប់អញ្ចឹងទៅកាប់មើលទៅល្មមដែលពេលដែលថាក្លឹមហ្នឹងវាចាប់បានសាច់គ្រាន់បើនឹងអាចយកបានហើយគេចាប់ដើមកាប់លាក់យកមកប្រឡោះហ្នឹងអញ្ចឹងទៅបងប្អូនណាហ្នឹងហើយគេកាប់យកអញ្ចឹងទៅហើយគេអត់រំលើងដើមទេគេកាប់ចាំងយកតែប៉ុណ្្នឹងបាទហើយអាផ្សេងពីហ្នឹងវានឹងចាប់ក្លឹមតពីកន្លែងដែលគេកាប់ហ្នឹងទៀតអញ្ចឹងទៅវាតរហូតអញ្ចឹងទៅឃើញនេះបងប្អូននេះគេលាក់ច្រើនដៅដែរនេះនេះកន្លែងនេះក៏មានមួយកន្លែងនេះ1 2 3 4 5បាទលាក់ច្រើនមែនតើហើយទៅលើឃើញមានផ្លូវសម្ោចផ្លូវអីដែរហ្នឹងហើយអាហ្នឹងគឺវាចាប់តាមដូចតែមានសម្ោចមានអីនៅអញ្ចឹងគឺវាចាប់ក្លឹមនៅហ្នឹងហើយបងប្អូនហ្នឹងហើយនេះហើយគឺជាដើមក្លឹមច័ន្ទគ្រឹស្ណាដែលជាដើមឈើមួយកម្រហើយមានតម្លៃថ្លៃមែនទែនបាទសឹងតែ1គីឡូអាចទិញឡានទំនើបបានមួយគ្រឿងបងប្អូនហ្នឹងហើយជាច្រើនបងប្អូនដែលគាត់ដើររនគាត់លក់ទៅឲ្យឈ្នួញដែលគាត់មកពីប្រទេសផ្សេងបាទបរទេសគឺគាត់យកទៅប្រើប្រាស់ក្នុងការចុះដងប្រេងជាពិសេសប្រទេសអារ៉ាប់រួមដែលគាត់មានដងប្រេងច្រើនហ្នឹងហើយក្នុងពិធីបុណ្យគេដែលគេនៅក្នុងព្រះវិហារគេនោះគឺក៏គេប្រើជាម្សៅក្លឹមច័ន្ទគេអត់ប្រើធូបដូចយើងណាបងប្អូននៅអារ៉ាប់រួមបងប្អូនណាដែលគាត់ទៅហ្នឹងគឺគាត់ដឹងហើយនៅសេរីលង្កាហ្នឹងកន្លែងតំបន់ព្រះកន្លែងសេរីលក្ខធាតុគេហ្នឹងគេច្រើនតែយកដើមក្លឹមច័ន្ទគ្រឹស្ណានេះទៅបូជាដុតដើម្បីឲ្យមានផ្សែងក៏អូបឈ្ងុយឈ្ងុះតាមកន្លែងសក្ការៈដែលគេគោរពបូជាហ្នឹងហើយនៅក្នុងកន្លែងប្រទេសអ្នកមានអារ៉ាប់រួមក៏គេប្រើជាប្រភេទទឹកអប់ដែលប្រើពីផលិតពីប្រេងក្លឹមច័ន្ទនេះដែរបងប្អូនហ្នឹងហើយនេះហើយជាអត្ថប្រយោជន៍នៃដើមក្លឹមច័ន្ទហើយក៏រងនៅការដាច់ពូជជាច្រើនដែរដោយសារតែមានការដើមនេះច្រើនយកទៅលក់ចឹងណាបងប្អូនហ្នឹងហើយគាត់ថាវាដុះរាល់ឆ្នាំដែរដើមនេះគឺមានផ្លែដែរបងប្អូនហ្នឹងហើយផ្លែវាគឺពេលវាទុំជ្រុះគ្រាប់ទៅមានកូនដុះហើយបើមិនជឿចាំមើលតិចទៀតខ្ញុំនឹងដើររកតាមជុំវិញនេះហ្នឹងហើយតិចទៀតក៏វាដុះនឹងមានកូនពេលវាជ្រុះគ្រាប់មកគឺកូនវាដុះហើយបាទហើយនិយាយពីដើមក្លឹមច័ន្ទនេះគឺមានប្រវត្តិតាក់ទងជាមួយនឹងរឿងព្រេងខ្មែររបស់យើងដែលតាជូជក់ដឹកដៃចលីគ្រឹស្ណាទៅវាយបដាអូសបដាវាយបដាអូសបដាកាត់ព្រៃកាត់ផ្សៃទៅគេថាខ្ញុំឮចាស់និយាយណាបងប្អូនបាទក៏ស្រក់ឈាមទៅដីទៅដុះបានទៅជាដើមក្លឹមច័ន្ទហ្នឹងអញ្ចឹងទៅបងប្អូនអញ្ចឹងក៏គេដាក់ក្លឹមច័ន្ទគ្រឹស្ណាដល់សម័យនេះបាទហើយមានអត្ថប្រយោជន៍ច្រើនបើនិយាយពីប្រេងរបស់គេគឺអូបខ្លាំងមែនទែនបងប្អូនទាំងអប់លេខ1មិនក៏អត់មានក្លិនក៏អូបស្មើនឹងក្លឹមប្រេងក្លឹមច័ន្ទនេះដែរហ្នឹងហើយអញ្ចឹងបង្ហាញបងប្អូននេះគឺថានៅតំបន់ខ្ញុំកំពុងតែឈរនេះគឺនៅឃុំមលុងរៀបបាទស្រុកវាវែងខេត្តពោធិ៍សាត់ហើយតំបន់នេះគឺជាព្រៃសហគមន៍បាទដែលអភិរក្សអត់មានឲ្យការកាប់បំផ្លាញព្រៃឈើទេហើយអញ្ចឹងក៏មាននៅព្រៃហើយមានធម្មជាតិស្អាតមែនទែនបាទមានទឹកអូមានអីកន្លែងនេះគឺស្អាតមែនទែនបាទខ្ញុំមកកន្លែងនេះគឺចង់ថតទស្សនភាពបាទហើយបង្ហាញទៅពុកម៉ែបងប្អូនឲ្យបានស្គាល់ពីទឹកដីនៅស្រុកខ្មែររបស់យើងថាមានកន្លែងស្អាតជាច្រើនដែលលាក់ខ្លួនពុកម៉ែបងប្អូនខ្លះគឺគាត់អត់បានដឹងបាននេះទេអានេះដូចមួយដើមទៀតបងស្លឹកមើលមែនទេនេះហ្នឹងដែរមែននេះវល្លិវល្លិអូអាហ្នឹងស្លឹកវាច្រៀងនឹងស្លឹកទៀបបារាំងណាពុកម៉ែបងប្អូននេះច្រៀងស្លឹកទៀបបារាំងបាទឃើញទេបាទហើយប្រហែលជាមានក្លឹមច្រើនណាស់ពុកម៉ែបងប្អូនហ្នឹងហើយខ្ញុំអត់កាប់អត់យកតាណាទេហ្នឹងហើយដើមអូឡៃលើមានប្រហោងទៀតហ្នឹងហើយអញ្ចឹងមួយដើមនេះប្រហែលជាអាយុមិនក្រោមពី10ទៅ20ឆ្នាំទេពុកម៉ែបងប្អូនរំតែបានដើមប៉ុណ្ណេះអញ្ចឹងខ្ញុំអត់មានបានអត់កាប់អីទេទុកគាត់ជាគេដំណើរមួយដើម្បីឲ្យបងប្អូនចំនួនក្រោយក្មេងៗក្រោយបានស្គាល់ពីដើមក្លឹមច័ន្ទដែលជាប្រភេទឈើកម្រហ្នឹងហើយតែបើនិយាយពីដើមក្លឹមច័ន្ទនេះគឺមើលរឿងព្រេងតាំងពីដើមមកដែលមានរឿងនាងកជើធ្លុះណាពុកម៉ែបងប្អូនជាមួយនឹងសទ្ធិដែលដូរប្រពន្ធគ្នានោះបាទក៏មានប្រវត្តិជាមួយនឹងក្លឹមច័ន្ទឈើអែមអីយ៉ាងដែរជាងអញ្ចឹងបានន័យថាដូនតាយើងពីមុនក៏គាត់ប្រកបរបរ
ក្លឹមច័ន្ទនឹងដែរគាត់ច្រើនទៅយកទៅធ្វើជាក្រេមម្សៅពុកម៉ែបងប្អូនរឿងម៉ាក់ធើងបាទអញ្ចឹងវាមានប្រវត្តិតយូរលង់មកច្រើនមែនទែនហ្នឹងហើយតាក់ទងជាមួយនឹងដើមក្លឹមច័ន្ទនេះបើយើងនិយាយពីរៀបរាប់វិញគឺយូរឆ្នាំមែនទែនហ្នឹងហើយសូម្បីតែរឿងព្រេងរបស់យើងក៏មានបញ្ចូលដើមក្លឹមច័ន្ទហ្នឹងដែរដែលគេយកទៅធ្វើជារូបមន្តធ្វើជាព្រេងម្សៅធ្វើជាអីឬក៏លក់ទៅឲ្យនាយទុនហ្នឹងគឺវាមានតាំងពីសម័យយូរលង់ណាស់មកហើយមកដល់ឥឡូវនេះក៏មានបងប្អូនយើងគាត់ដើររកច្រើនដែរហ្នឹងពុកម៉ែបងប្អូនគាត់តែរកនៅភ្នំខ្មោចភ្នំតពស់ភ្នំក្បាលឡានបាទខាងអរ៉ាល់ខាងអីក៏សម្បូរអ្នកដើរឡើងក្លឹមដែរបាទហើយពីមុនឲ្យតែលឺតែអ្នកឡើងក្លឹមខ្ញុំចេះឆ្កល់ក្លឹមហ្នឹងដើមរូបរាងមិនហ្នឹងហើយបងប្អូនក៏ឃើញនៅវីដេអូខ្ញុំសុភាអញ្ចឹងនេះខ្ញុំមកថតផ្ទាល់ឲ្យបងប្អូនបានទស្សនាពីដើមក្លឹមច័ន្ទដែលរស់នៅដែលវាដុះនៅក្នុងព្រៃផ្ទាល់តែម្ដងហ្នឹងហើយបង្ហាញបងប្អូនឲ្យបានឃើញច្បាស់ហើយពីរបៀបដែលគេលាក់ហ្នឹងគឺគេលាក់ដូចអញ្ចឹងហើយបងប្អូននេះបង្ហាញម្ដងទៀតចុះហ្នឹងហើយឲ្យបងប្អូនបានទស្សនាបានកាន់តែច្បាស់នេះអញ្ចឹងពេលដែលគេមកគេកាប់យកឲ្យពុកម៉ែបងប្អូនពេលដែលដល់អាយុដល់ខែវាដែលត្រូវនឹងប្រមូលផលក្លឹមបានគឺគេចាប់ផ្ដើមកាប់យកហើយហ្នឹងហើយសម័យនេះក៏មានគេដាំច្រើនដែរតាមចការមួយគឺគេដាំក្លឹមច័ន្ទនេះច្រើនប៉ុន្តែគាត់ថាគុណភាពគឺវាអត់ដូចដែរវាដុះធម្មជាតិខ្លួនឯងទេបាទអាគេដាំឲ្យគេខួងឲ្យគេដាក់មេស្ករឲ្យសម្ោចនៅដើម្បីចាប់ក្លឹមចាប់អីនោះវាគុណភាពវាដូចរបស់ធម្មជាតិទេពុកម៉ែបងប្អូនធម្មតារបស់ដាំគឺវាអត់ដូចធម្មជាតិទេបាទធម្មជាតិគឺវាផ្ដល់ផលមកគឺវាថាមានក្លិនមានប្រេងក្អប់ដិតជាងអីចឹងទៅបាទហើយអានេះគឺរបស់ធម្មជាតិគឺល្អណាស់កម្រហ្នឹងហើយក៏មានតម្លៃថ្លៃជាងរបស់ដែលឈើដាំដែរបាទបងប្អូនដែលគាត់យកទីក្លឹមគាត់ដឹងហើយឈើដាំហើយនឹងឈើដុះខ្លួនឯងធម្មជាតិគឺគេឲ្យតម្លៃឈើដុះធម្មជាតិតែរកក្នុងព្រៃគឺថ្លៃជាងប្រភេទដែលឈើដាំបាទអញ្ចឹងពុកម៉ែបងប្អូនបង្ហាញពុកម៉ែបងប្អូនត្រឹមប៉ុណ្ណេះចុះសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូចែកម្លែករបស់ខ្ញុំបាទភ្នំប៉ន5មួយនេះហើយសូមជួយចែកម្លែកជួយ like ជួយ share ក៏ដូចជា comment ល្អដើម្បីជួយកម្លាំងចិត្តឲ្យខ្ញុំបានផលិតវីដេអូបន្តទៀតដើម្បីឲ្យបងប្អូនបានទស្សនាពីវីដេអូប្លែកៗតាមព្រៃតាមតំបន់ទឹកធ្លាក់ទឹកជ្រោះធម្មជាតិជាពិសេសដើមឈើកម្រដូចជាដើមក្លឹមច័ន្ទពិស្នានេះបាទសូមជួយផ្ដល់ជាកម្លាំងចិត្តបាទគាត់ទៅចូលរួមចែកម្លែកជួយ share ជួយlike ជួយ comment បាទដើម្បីគ្រប់គ្រងវីដេអូខ្ញុំបាទដើម្បីជាមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទភ្នំប៉ន5 TV សូមអរគុណសូមគោរពជូនពរពុកម៉ែបងប្អូនអរគ្នាឲ្យរកទទួលទានមានបានធ្វើដំណើរតាមផ្លូវទីជិតទីឆ្ងាយជួបតែសុខសុវត្ថិភាពទៅនឹងមកបាទសម្រាប់ពេលនេះដែរខ្ញុំបាទភ្នំប៉ន5 TV សូមអរកាយគោរពលាបាទសូមជម្រាបលាជួបគ្នាវីដេអូថ្មីបន្តទៀតបាទអរគុណច្រើន